អូខេអញ្ចឹងវីដេអូទី3នេះគឺតាក់ទងទៅនឹងការ config profile Chrome ណាអញ្ចឹងអានេះគឺអ្វីដែលចាំបាច់នៅក្នុង tool ដែលយើងត្រូវប្រើទី1គឺ API មួយទៀតគឺ profile ហ្នឹងគឺយើងសម្រាប់នេះ login Suno ហើយនិង flow music តើអញ្ចឹងដើម្បី config profile យើងចូលកន្លែងនេះមកចុចមកអញ្ចឹងដោយសារនេះវា default គឺវាជាប់ហើយអញ្ចឹងយើងអាចលុបក៏បានឬយើងចង់ដូរឈ្មោះក៏បានដែរអញ្ចឹងខ្ញុំដូរឈ្មោះទៅណាដោយសារវាមានលុបតែម្ដងទៅលុបទៅហើយយើងបង្កើតថ្មីបងប្អូនចង់ដាក់អីក៏ដាក់ទៅណាអញ្ចឹងខ្ញុំដាក់ថា Suno flow ទៅមានថាមក profile ហ្នឹងខ្ញុំដាក់ account flow ចូលផងហើយនឹង Suno ចូលផងអូខេហើយយើង open វាមកអញ្ចឹងយើង log in Suno ចូលមកអញ្ចឹង account Suno ខ្ញុំនេះអូខេ allo មួយមកចឹងអានេះ account រៀងខ្លួនបងប្អូនរបស់បងប្អូន log របស់បងប្អូនទៅអូខេអញ្ចឹង Suno ខ្ញុំគឺហើយមួយទៀតគឺ flow music អញ្ចឹងយើង log in ឲ្យហើយមកអូខេ flow musicអូខេហើយបងប្អូនអានេះគឺ account Suno account test របស់ខ្ញុំទេអានេះគឺ flow ណាអូខេតោះប៉ុណ្ណឹងគឺហើយបងប្អូនអាចបិទបានអូខេអញ្ចឹងវីដេអូហ្នឹងគឺនិយាយទៅប៉ុណ្ណឹងបានហើយចាំបន្តទៀតចាំខ្ញុំធ្វើលម្អិតបន្តទៀត